ព័ត៌មានថ្ងៃនេះ1កម្ពុជាអាកាសធាតុក្តៅខ្លាំង2មជ្ឈមបូព៌ាភាពតានតឹងនៅតែប៉ះពាល់ទីផ្សារ3តម្លៃប្រេងនៅតែមានការប្រែប្រួលខ្លាំង4កម្ពុជាសន្និសីទស្វ័យចន្ទីអន្តរជាតិ1កម្ពុជាអាកាសធាតុក្តៅខ្លាំងប្រទេសកម្ពុជាកំពុងជួបរលកកម្ដៅដោយតំបន់ខ្លះអាចឡើងដល់40អង្សាសេក្នុងប៉ុន្មានថ្ងៃនេះត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការធ្វើការងារក្រៅផ្ទះកសិកម្មនិងការធ្វើដំណើរពេលថ្ងៃត្រង់2មជ្ឈមបូព៌ាភាពតានតឹងនៅតែប៉ះពាល់ទីផ្សារស្ថានភាពនៅជុំវិញអ៊ីរ៉ង់អ៊ីស្រាអែលនៅតែជាហេតុធ្វើឲ្យទីផ្សារពិភពលោកប្រុងប្រយ័ត្នផលប៉ះពាល់សំខាន់គឺលើថាមពលប្រេងឥន្ធនៈការដឹកជញ្ជូនតាមសមុទ្រនិងអារម្មណ៍វិនិយោគិនទោះមានសញ្ញាបន្ធូរភាពតានតឹងខ្លះក៏ទីផ្សារមិនទាន់ស្ងប់ល្អទេ3តម្លៃប្រេងនៅតែមានការប្រែប្រួលខ្លាំងតម្លៃប្រេងនៅតំបន់អាស៊ីនៅតែមានភាពឡើងចុះខ្លាំងដោយសារតានតឹងភូមិសាស្ត្រនយោបាយប្រភពខ្លះបង្ហាញថាប្រេងម៉ាស៊ូតមានការកែតម្លៃចុះនៅទីផ្សារថៃខណៈទីផ្សារផ្សេងៗនៅតែមានការប្រុងប្រយ័ត្នពីការផ្គត់ផ្គង់4កម្ពុជាសន្និសីទស្វ័យចន្ទីអន្តរជាតិសហព័ន្ធស្វ័យចន្ទីកម្ពុជាប្រកាសគម្រោងរៀបចំ Cambodia International Gazelle Conference គោលបំណងសំខាន់គឺទាក់ទាញវិនិយោគថ្មីនិងជំរុញខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជានេះជាដំណឹងល្អសម្រាប់វិស័យកសិកម្មនិងអ្នកផលិតក្នុងស្រុកសូមអរគុណ